สมจูนเรืองวิบัติสเบหาកាលពីយូរយារប្លោកណាស់មកហើយមាននារីវ័យក្មេងម្នាក់អាយុប្រហែល23ឆ្នាំថ្ងៃមួយគាត់ក៏បានទៅនេសាទត្រីហើយគាត់ក៏បានជិះម៉ូតូទៅมันបានប៉ុន្មានប្រហែល100ម៉ោងគាត់ក៏ទៅដល់ព្រៃស្ងាត់នោះក្នុងព្រៃនោះគ្មានមនុស្សសូម្បីតែមួយតសៃសក់ហើយក្នុងព្រៃនោះគឺសម្បូរទៅដោយអាចក្តៀននិងអាចរាកមួយរំពេចនោះគាត់ក៏ក្រឡេកភ្នែកទៅឃើញសម្បុកឃ្មុំមួយផ្លាត់កំពុងតែហៅឮសូរតែមិនមកអងយូគាត់ក៏យកធាងឈើនិងដែកកេះមកដុតធាងឈើដើម្បីដុតឃ្មុំពេលនោះសត្វឃ្មុំក៏ងាប់ពេញព្រៃពេលដែលគាត់បេះឃ្មុំបានហើយគាត់ក៏ពិសាភ្លាមមួយសន្ទុះក្រោយមកពេលគាត់ពិសាឃ្មុំហើយគាត់ក៏មានអារម្មណ៍ឈឺជុះអាចហើយពេលនោះគាត់ក៏បានឃើញព្រៃមួយដុំហើយពេលនោះគាត់ក៏បានដើរសម្ដៅទៅពេលទៅដល់គាត់ក៏បានស្រាតខោហើយជុះអាចយ៉ាងរសើបក្តិតហើយពេលដែលគាត់កំពុងជូអាចយ៉ាងមានសេចក្តីសុខមិនយូរប៉ុន្មានក៏មានស្លេស្អាតម្នាក់ទៀតក៏បានដើរមកជុះនោមនៅកន្លែងព្រៃនោះដែរពេលនោះបុរសដែលមកជូអាចមុនក៏យកទូរស័ព្ទទៅឆាតសួរសុខទុក្ខបងប្អូនពេលដែលគាត់ឆាតទៅប្រហែល100ដងតែម្ចាស់ទូរស័ព្ទមិនតបបុរសនោះក៏បានជេរថារួយមកកាត់ហើយតងបានចឹងពេលនោះក៏លន់មាត់ស្រីស្អាតម្នាក់ដែលជក់នោមក្បែរនោះរឿងវិបត្តិស្នេហាក៏សន្និមុតថាចប់ត្រឹមនឹងម៉ៃខ្លែងពីអេប្រាធីវីតាមីន C ដែលជាជំនួយស្វិនរសជាតិក្រូចពោធិ៍សាត់មានរសជាតិឆ្ងាញ់អេប្រាធីវីតាមីន C ផលិតនៅកម្ពុជាដែលមានក្រុមហ៊ុនដើមមកពីសហរដ្ឋអាមេរិកស្របទៅតាមស្តង់ដារចំណីអាហារពិភពលោក GHP និង AACCP